Trong bản hôn bó sông của như xua premier cầm chít mấy chi tìm mấy ở con đã bàn tu sna về cả nhẹ chùm đi như cầm chít mấy nơi không sắp ra đi luôn liếng cả việc ngày thì đập pi khai sẽ há gửi đi rồi thập vào Campuchia tới tại bàn trên nơi ăn được mấy muối sau đây dòng pi cả ăn vật bắp sau đây pi cái thập cái chỗ thì cả chơi rơ dù chôn đại biên là dụ pi đắp làm mấy rồi đâm hay pram năm từ bàn để dây chỉ chàng khai mà khái khả năng đây lên tập phim này cả chơi rơ nữa cứ can để mặc phù tha rồi thảo báo còn bàn phải trẻ hai tháng nâng chấp đam ăn vật nó cái tập cái chỗ thiên nơi năm pi quan một hay pram pi hàng một nó không về cái này chấm điền dương được sắp ra đi dương được chỉ chơi MP ăn được thằng mình đi có đôi chi Paul bây giờ chấm phu rồi triệtในการăn vật nó bắp cái tập cái vô thiên thì phong đại nó không một tập sai dương cáiนี้คือមានកិត្តិយសណាដែលបានអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រពិសេសគឺប្រវត្តិសាស្ត្រសង្គ្រាមនិងសន្តិភាពនៅកម្ពុជាគឺលោកបណ្ឌិតឌៀបសុផលបានអញ្ជើញជាវាគ្មិនផ្ទាល់តែម្ដងសូមជម្រាបសួរលោកបណ្ឌិតបាទជម្រាបសួរបាទអរគុណលោកបណ្ឌិតយើងនិយាយអំពីកតាបកិច្ចយោធាគឺនឹងអនុវត្តពីយុវជនពីអាយុ18ដល់25ឆ្នាំអញ្ចឹងក៏យើងបានអញ្ជើញយុវជនមួយរូបផងដែរមកចូលរួមនៅក្នុងវេទិកាយើងនៅថ្ងៃនេះគឺលោកអ៊ុនថារិតដែលជានិស្សិតជាសាស្ត្រនយោបាយមួយរូបផងដែរបាទជំរាបសួរបងបាទជំរាបសួរបងបាទអរគុណច្រើនលោកបណ្ឌិតនិងបងអ៊ុនថារិតដែលបានចូលរួមជាវាគ្មិននៅក្នុងកម្មវិធីនៅថ្ងៃនេះតាក់ទងជាមួយនឹងការអនុវត្តនៅកតាបកិច្ចយោធានេះក៏ចង់ដឹងពីប្រវត្តិខ្លះដែរដោយសារតែលោកបណ្ឌិតឌៀបសុផលក៏ជាបណ្ឌិតប្រវត្តិសាស្ត្រមួយរូបហើយបានស្រាវជ្រាវច្រើនពីប្រវត្តិសាស្ត្រនៅកម្ពុជាលោកបណ្ឌិតនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាធ្លាប់មានការអនុវត្តកាតព្វកិច្ចយោធាដែរទេនៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាបាទសម្ដេចទ្រង់អាដាមអស់លោកស្រីជាពិសេសយុវនិស្សិតទាំងអស់ជាទីគោរពនិងជាទីស្នេហាចំពោះសំណួរថាតើនៅក្នុងប្រវត្តិសាស្ត្ររបស់យើងពីមុនមកមានកាតព្វកិច្ចច្បាប់កាតព្វកិច្ចយោធាដែរទេបើនិយាយពីសង្គ្រាមយើងមានហោហែជាច្រើនប៉ុន្តែយើងត្រូវចែកឲ្យដាច់សង្គ្រាមហ្នឹងរូបភាពយ៉ាងម៉េចពីព្រោះសង្គ្រាមវាតកតងនឹងកាតព្វកិច្ចយោធាសង្គ្រាមកាលពីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យនៅពេលនោះគេហៅថាបដិវត្តន៍បាទពាក្យដែលថាបដិវត្តន៍គឺជាឆន្ទៈរបស់ប្រជាជនដែលចូលរួមដើម្បីឈានទៅផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យពិតមែននៅពេលនោះគឺយើងគិតថាមិនគិតពីរឿងកាតព្វកិច្ចមិនកាតព្វកិច្ចទេគឺស្ម័គ្រចិត្តតែម្ដងបាទពាក្យថាកាតព្វកិច្ចត្រូវតែធ្វើប៉ុន្តែបើសិនជាពាក្យថាឆន្ទៈស្ម័គ្រចិត្តវាលើសពីអ្វីដែលត្រូវតែធ្វើទៀតគឺចេញពីបេះដូងបាទដែលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលោកបានបង្កើតកងទ័ពនៅថ្ងៃទី12ខែឧសភាឆ្នាំ1977បាទហើយកងទ័ពបានកើតឡើងហើយរួមជាមួយនឹងទិសដទៃទៀតហើយក៏បង្កើតអង្គការចាត់តាំងនយោបាយមួយទៀតគឺនៅថ្ងៃទី2ធ្នូហើយកម្លាំងនៃកងទ័ពនោះច្រើនអឆន្ទៈដែលចង់ផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យក៏ប៉ុន្តែមកក្រោយមកណាដើម្បីត្រៀមលក្ខណៈដកកងទ័ពវៀតណាមចេញពីប្រទេសកម្ពុជាដើម្បីពង្រឹងថែមយើងក៏មានការអនុវត្តច្បាប់អំពីកាតព្វកិច្ចយោធាដែរបាទដើម្បីពង្រឹងពីព្រោះសង្គ្រាមនៅតែបន្តវៀតណាមត្រូវតែដកកងទ័ពចេញពីប្រទេសកម្ពុជាហើយការដកកងទ័ពចេញពីប្រទេសកម្ពុជានេះវាដើរស្របជាមួយនឹងនយោបាយបង្រួបបង្រួមជាតិកម្ពុជាបាទនេះបានកើតឡើងច្បាប់កាតព្វកិច្ចយោធាបាទចុងពីមុនទៀតនៅសម័យលន់នល់ក៏មានដែរច្បាប់កាតព្វកិច្ចយោធាគឺនៅសម័យលន់នល់ខ្ញុំចាំច្បាស់នៅពេលហ្នឹងខ្ញុំក្នុងឆ្នាំ72ឆ្នាំ73ខ្ញុំទើបតែអាយុ12 13ឆ្នាំជិះកង់ទៅនៅតូចឡើយប៉ុន្តែមិនសំខាន់គេអត់តន់សួរយើងថាអាយុប្រមាណនេះមើលឃើញល្មមចាប់បោះកង់ឡើងលើឡាន GMC ហ្នឹងចាប់មនុស្សបោះចូលទៅក្នុងឡានហើយចូលទៅប្រទាយបង្ហាត់ឲ្យចេះបាញ់ណាចេះលូនគឺចូលសមរភូមិអញ្ចឹងបាននៃកាតព្វកិច្ចយោធាបានកើតឡើងប៉ុន្តែគ្រាន់តែស្ថានភាពនៃការរឹសទាត់គឺមានលក្ខណៈផ្សេងគ្នាមានលក្ខណៈធូរស្រាលមានលក្ខណៈតឹងតែងមានលក្ខណៈហិង្សាអាស្រ័យទៅតាមការអនុវត្តរបស់របបនយោបាយនីមួយអញ្ចឹងបើសួរខ្ញុំថាតើមានកាតព្វកិច្ចយោធាមានតាំងពីដើមមកប៉ុន្តែ
បើសិនជាយើងនិយាយអំពីសង្គ្រាមវិញឲ្យតែមានសង្គ្រាមគឺត្រូវការកងទ័ពអញ្ចឹងការមានកងទ័ពនេះវាចាំបាច់ត្រូវតែមានគោលការណ៍ណាមួយកម្រិតច្បាប់ក្តីកម្រិតអនុក្រឹត្យឬមួយក៏កម្រិតណាមួយដើម្បីប្រមូលកងទ័ពបង្កើតជាកម្លាំងតស៊ូការពារប្រយុទ្ធដើម្បីទិសដៅរបស់គេបាទ តែបើកតាបកិច្ចយោធានៅពេលសម័យស្រុកមានសង្គ្រាមគឺកតាបកិច្ចគឺចាប់ដើម្បីទៅធ្វើទាហានតែម្ដងគឺមិនមែនយកទៅវឹកហាត់ដូចពេលបច្ចុប្បន្នទេលោកបាទយើងឃើញថាពាក្យច្រើនគឺអញ្ចឹងបាទគឺអញ្ចឹងគឺសម័យលន់នល់ច្រើនណាស់ដែលបងប្អូនអត់ដឹងបាត់ទៅណាដល់ពេលយូរទៅទើបបានដំណឹងថាអូឥឡូវនៅក្នុងកងពលនេះនៅក្នុងកងពលនោះរួចទៅហើយបាទហើយមកដល់ក្នុងចំនួនក្រោយមកទៀតការរើសកងទ័ពក៏វាតែងតែមានហើយតែងតែមានវិជ្ជមាននិងអវិជ្ជមាននៅពេលហ្នឹងអញ្ចឹងហើយបានជានៅក្នុងសុភាសិតអង់គ្លេសមួយនិយាយថាអត់មានសង្គ្រាមណាល្អទេបាទអរគុណលោករិទ្ធបើខ្ញុំធ្លាប់ទៅប្រាសាទនៅខេត្តសៀមរាបមានប្រាសាទអង្គរវត្តប្រាសាទបាយ័នអីជាដើមគឺឃើញមានរូបចម្លាក់នៅលើនឹងដែលបានបង្ហាញអំពីការវឹកហាត់ទ័ពការប្រយុទ្ធអីហ្នឹងអាចទេថាខ្មែរយើងពីមុនហ្នឹងពីសម័យមហានគរពីសម័យអង្គរហ្នឹងគឺមានការរើសដើម្បីបំពេញកាតព្វកិច្ចយោធានេះកាលពីតាំងពីសម័យអង្គរមកដែរខ្ញុំបាននិយាយរួចហើយថាឲ្យតែមានសង្គ្រាមធ្វើការកងទ័ពហើយបើសិនជាត្រូវការកងទ័ពគឺជារចនាសម្ព័ន្ធមួយវាត្រូវតែមានអង្គការចាត់តាំងអីត្រឹមត្រូវដូច្នេះការរើសវាត្រូវតែមានហើយនៅចម្លាក់ហ្នឹងខ្ញុំឃើញចម្លាក់ច្រើនដែលនិយាយអំពីការប្រយុទ្ធតតាំងគ្នានៅប្រាសាទអង្គរក្តីនៅប្រាសាទបាយ័នក្តីនៅប្រាសាទផ្សេងក្តីប៉ុន្តែខ្ញុំនិយាយក្នុងលក្ខណៈមួយការសិក្សាទៅលើបដិមាសាស្ត្រណាហើយយើងមិនមែនចេះតែមើលថ្មឲ្យសួរថ្មផងណាខ្ញុំឃើញរូបខ្លះមានការបាញ់ព្រួញម្ដង3គ្រាប់ហើយនេះគឺជាទេវកថាអំពីសង្គ្រាមបាទប៉ុន្តែលក្ខណៈមួយដែលថាជាលក្ខណៈរៀបទ័ពជាការប្រយុទ្ធលក្ខណៈជាក់ស្ដែងនៅលើសមរភូមិគឺប្រាសាទបាយ័នហើយឃើញប្រាសាទបាយ័នអ្វីដែលយើងឃើញច្រើនគឺចម្បាំងនៅលើទូកបាទហើយបើសិនជាយើងពិនិត្យមើលចម្បាំងនៅលើទូកយើងមានការរៀបចំទ័ពល្អថៃបានជាខ្ញុំហ៊ានសន្និដ្ឋានខ្ញុំមិនមែនជាអ្នកឯកទេសយុទ្ធសាស្ត្រយោធាទេប៉ុន្តែខ្ញុំជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រក៏ត្រូវចេះដឹងខ្លះដែរបាទថៃបានខ្ញុំពិនិត្យមើលទៅឃើញថាកងទ័ពទូកយើងពូកែធម្មតាកាលណាប្រយុទ្ធដល់ពេលហ្នឹងយើងមិនមែនបាញ់រ៉ុកែតឬមួយក៏បាញ់អាកាយទេយើងកាប់ដាវកាប់នឹងកំបិតលំពែងចាក់សម្លាប់គ្នាដូច្នេះជំហរកងទ័ពដែលឈរប្រយុទ្ធត្រូវតែនឹងបើសិនជាអត់នឹងគឺយើងមិនអាចខ្លាំងទេក្នុងការប្រយុទ្ធហើយយើងមើលកងទ័ពរបស់យើងនៅលើទូកសងខាងគឺអ្នកអ៊ំគឺត្រៀមទាំងពីរខ្សែហើយអ្នកប្រយុទ្ធនៅកណ្ដាលអញ្ចឹងអាជំហរបែបហ្នឹងគឺវានឹងល្អណាស់អញ្ចឹងបានន័យថាការរៀបទ័ពរបស់យើងនៅលើទ័ពជើងទឹកហ្នឹងគឺប្រកែហើយទ័ពមួយទៀតដែលគួរចាប់អារម្មណ៍គឺទ័ពដំរីបាទទ័ពដំរីនៅពេលដែលកាន់កបិតផ្ទះណារឿងព្រួញដែលបានឃើញការរៀបចំដំរីប្រយុទ្ធហ្នឹងបានត្រឹមត្រូវល្អណាស់អញ្ចឹងបានកងទ័ពជើងទឹកកងទ័ពដំរីរបស់យើងគឺខ្លាំងហើយម្យ៉ាងទៀតតែកងទ័ពអីយើងដែលខ្លាំងដែរឃើញកងទ័ពជើងគោកខ្ញុំមិនដឹងថាឥឡូវហ្នឹងគេប្រយុទ្ធតាមរបៀបម៉េចប្រហែលជាអាចរៀនសូត្រពីសម័យអង្គរផងក៏មិនដឹងពីព្រោះយើងឃើញកងទ័ពជួរមុខគឺច្រើនតែអត់ពាក់អាវទេចងខ្សែសងខាងស្លៀកខោខ្លីហើយកាន់លំពែងដោយភាពអង់អាចក្លាហាននៅឈរមុខបន្ទាប់ពីមួយខ្សែជួរមុខហ្នឹងហើយបានចូលមកខ្សែមានកងទ័ពដំរីដែលឈរលើគេគឺជាមេទ័ពហើយអញ្ចឹងការរៀបទ័ពប៉ុន្តែទ័ពដែលខ្លាំងដែលមានអាវុធយុទ្ធភ័ណ្ឌដែលខ្លាំងគ្រប់បែបយ៉ាងយើងមានតាំងពីដំរីយើងមានតាំងពីព្រួញមានតាំងពីស្នាគឺទ័ពក្រោយទេខាងមុខច្រើនតែកាន់លំពែងមួយអញ្ចឹងកងទ័ពសម្បូរបែបគឺខ្សែទី2មិនមែនខ្សែខាងមុខទេ
ខ្ញុំជឿថាប្រហែលជាឥឡូវក៏នៅតែប្រើពីព្រោះឲ្យកងអន្តរាគមន៍ច្រើន BM21 អានេះលីសូខាងកងទ័ពនិយាយណាគឺថាកងប្រយុទ្ធកងតទល់មុខអាហ្នឹងផ្សេងទៅកងអន្តរាគមន៍ផ្សេងដែលមានអាវុធយុទ្ធភ័ណ្ឌច្រើនបែបនេះក៏ជាមេរៀនមួយពីសម័យកដែលមិនសល់ទុកប៉ុន្តែអ្វីដែលខ្ញុំចង់បានខ្ញុំចង់ឃើញបើសិនជាមានអ្នកស្រាវជ្រាវណាមួយណាដែលទៅសិក្សាអំពីការរៀបទ័ពកាលយើងនៅខ្លាំងនៅជាចក្រភពអង្គរពីព្រោះកងទ័ពខ្មែរទៅដល់ទីណាគឺខ្លាំងណាស់សន្ធាប់សំបីថាសត្រូវលឺនឹងក៏ភ័យស្លន់ស្លោដែរគួរតែទៅសិក្សាបដិមាសាស្ត្រនៅលើអង្គរនៅវាជាឯកសាររស់មួយជាឯកសារមួយអាចចាត់ទុកថាវានៅរស់រវើកឡើយដើម្បីជាមូលដ្ឋានមួយយកមកអប់រំមកសិក្សាសម្រាប់កងទ័ពយើងនាពេលបច្ចុប្បន្នបាទកម្រិតអាចសន្និដ្ឋានបានទេថាភាពរឹងមាំភាពមានក្បួនខ្នាតអីរបស់កងទ័ពខ្មែរនៅសម័យអង្គរហ្នឹងក៏កើតចេញពីការវឹកហាត់អីដល់មាំទាំដោយមានការអនុវត្តកាតព្វកិច្ចយោធាដ៏ល្អដែរឬក៏មិនដែរជាការពិតបើសិនជាកងទ័ពមិនបានហាត់ឲ្យបានរឹងមាំទេគឺកងទ័ពនោះមិនប្រកែកទេពីព្រោះមានពាក្យមួយគេនិយាយថាសុខចិត្តពិបាកក្នុងពេលហាត់ប្រសើរជាងណានៅពេលដែលប្រយុទ្ធនៅពេលដែលយើងហាត់បានរឹងមាំមានយុទ្ធសាស្ត្រយើងត្រូវតែធ្វើឲ្យដូចអ្វីដែលនៅលើសមរភូមិអញ្ចឹងហើយនៅពេលដែលចូលសមរភូមិគឺយើងលែងកាយកំហុសហើយតែខុសគឺចាញ់បរាជ័យអញ្ចឹងយើងសុខចិត្តខុសនៅពេលហាត់ឲ្យបានខ្លាំងហាត់ឲ្យបានច្រើនឲ្យថ្នឹកក្នុងការប្រយុទ្ធហ្នឹងដល់ពេលចូលសមរភូមិវាហាក់ដូចជារឿងធម្មតាអញ្ចឹងអ្វីដែលកម្ពុជាបានខ្លាំងខ្លាយទៅជាចក្រភពមួយណាមិនត្រឹមតែវិស័យសេដ្ឋកិច្ចគឺវិស័យកងទ័ពនឹងខ្លាំងណាស់បាទដែលបានសួរខ្ញុំមើលទៅសេរីវត្តហាក់ដូចជាចាប់អារម្មណ៍ពីរឿងកងទ័ពដែលចាប់ភ្លាមយកទៅសមរភូមិភ្លាមហើយនឹងកងទ័ពត្រូវតែហាត់ឲ្យបានរឹងមាំជាការពិតហើយកងទ័ពត្រូវតែហាត់ត្រូវតែរៀនណាគ្រប់វិញ្ញាសាណាទាំងកម្រិតក្រុមតូចក្រុមធំណាឥឡូវហ្នឹងរហូតដល់គេហៅថាក្រុម digital ទៀតឲ្យបានខ្លាំងបាទទើបប្រយុទ្ធទៅខ្លាំងដែរបាទអរគុណលោកដិតចង់ទាញចំណាប់អារម្មណ៍របស់យុវជនវិញម្ដងថារិតនៅឆ្នាំនេះបងអូនអាយុប្រហែលហើយបាទ21ឆ្នាំហើយបង21ឆ្នាំគឺទៅពេញអាយុដែលត្រូវអនុវត្តកាតព្វកិច្ចយោធានៅឆ្នាំក្រោយនេះបាទឃើញហើយអនុក្រឹត្យគឺបានចេញកាលពីចុះហត្ថលេខាដោយសម្ដេចនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី12ខែសីហានិងត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី13ខែសីហាម្សិលមិញបងអូនមានបានមើលអនុក្រឹត្យនេះទេហើយមានចំណាប់អារម្មណ៍យ៉ាងម៉េចដែរចំពោះអនុក្រឹត្យដែលអនុវត្តកាតព្វកិច្ចយោធាលើយុវជននេះបាទជាបឋមមុននឹងខ្ញុំធ្វើការបកស្រាយទៅលើសំណួរសូមជំរាបសួរដល់លោកគ្រូជំរាបសួរដល់បងដូចជាសូមជំរាបសួរទៅកាន់ទស្សនិកជនទាំងអស់គ្នាផងដែរអញ្ចឹងខ្ញុំបាទឈ្មោះអន្តរិទ្ធសប្តាហ៍នេះខ្ញុំគឺជានិស្សិតដែលកំពុងតែសិក្សាថ្នាក់បញ្ញាបត្រវិទ្យាសាស្ត្រនយោបាយនៅរាជបណ្ឌិតសភាកម្ពុជាហើយឆ្នាំនេះខ្ញុំមានអាយុ21ឆ្នាំហើយគឺជាអាយុមួយដែលស្ថិតនៅក្នុងការកំណត់របស់រាជរដ្ឋាភិបាលកម្ពុជាដែលកំណត់ចាប់ពីអាយុ17ឆ្នាំដល់25ឆ្នាំគឺជាពេលបានលោកគ្រូចំពោះ17ហ្នឹងគឺគេចាប់ផ្ដើមធ្វើការជំរឿនស្ថិតិចាប់ពី17ហ្នឹងទៅហើយអញ្ចឹងយើងអាចនិយាយបានថា17ទៅ25គឺជាវ័យមួយដែលគេកំពុងតែស្ថិតនៅក្នុងការកំណត់របស់រដ្ឋយើងអញ្ចឹងខ្ញុំពិតជាសប្បាយចិត្តមែនទែននៅពេលដែលបានឃើញអនុក្រឹត្យតាំងពីម្សិលមិញហើយប៉ុន្តែខ្ញុំសូមគូរំលឹកបញ្ជាក់ផងដែរថាពាក់ព័ន្ធជាមួយនឹងការបង្កើតនៅច្បាប់កាតព្វកិច្ចយោធានេះគឺបើយើងគិតទៅពីឆ្នាំ2025តាមរយៈប្រសាសន៍របស់សម្ដេចធិបតីគិតមកទល់ពេលនេះវាអាចថាឆ្នាំតិចតួចហើយក៏ប៉ុន្តែយើងឃើញថានីតិវិធីនៅក្នុងការបង្កើតច្បាប់អំឡុងនៃខែឧសភាមកទល់ពេលនេះទើបយើងមានអនុក្រឹត្យស្ដីអំពីការអនុវត្តនៅកាតព្វកិច្ចយោធាមុននឹងបើនិយាយពីមុននឹងការចេញអនុក្រឹត្យនេះគឺខ្ញុំមានអារម្មណ៍ថាផិតភ័យមែនទែនដោយសារតែយើងភ័យព្រួយបារម្ភទៅលើពាក់ព័ន្ធជាមួយនឹងថាតើនៅពេលដែលយើងចូលរួមបំពេញកាតព្វកិច្ចយោធាហ្នឹងទៅថាតើយើងអាចទទួលបាននៅប្រាក់ឧបត្ថម្ភដែរឬទេហើយតើនៅពេលណាដែលយើងមានរបួសនៅក្នុងពេលដែលកំពុងតែហ្វឹកហាត់ហ្នឹងតើយើងមានបានការឧបត្ថម្ភពីរដ្ឋដែរឬទេហើយទន្ទឹមនឹងហ្នឹងសួរថានៅពេលណាដែលគ្រួសារដែលគាត់មានកូនតែម្នាក់ហើយកូនហ្នឹងទៅបំពេញកាតព្វកិច្ចយោធាតើនៅពេលណាដែលឧទាហរណ៍ថា
បើសិនជាឪពុកម្ដាយរបស់គាត់មានឈឺអីចឹងទៅតើមានការឧបត្ថម្ភពីរដ្ឋដែរទេហើយនៅពេលដែលចេញអនុក្រឹត្យពីម្សិលមិញថ្ងៃទី13ខែសីហាឆ្នាំ2026នេះគឺបានដោះស្រាយចម្ងល់ខ្ញុំស្ទើរតែទាំងអស់ហ្មងគឺមានទាំងប្រាក់ឧបត្ថម្ភមានទាំងការជួយផ្ដល់ថវិកាទៅកាន់សមាជិកក្រុមគ្រួសារនេះគឺជាអ្វីដែលខ្ញុំចង់បានគឺរដ្ឋាភិបាលបានបំពេញនៅអ្វីដែលខ្ញុំត្រូវការឲ្យអស់ហើយក៏ប៉ុន្តែខ្ញុំនៅតែសប្បាយចិត្តនៅពេលណាដែលនៅពេលដែលមានការអនុវត្តនៅកាតព្វកិច្ចយោធានេះដោយសារតែខ្ញុំមើលឃើញប្រយោជន៍ច្រើនមែនទែនចំពោះការអនុវត្តកាតព្វកិច្ចយោធានេះហើយខ្ញុំសូមនៅត្រង់ចំណុចនេះខ្ញុំសូមគូរំលឹកបញ្ជាក់ផងដែរថាយុវជនដំបូងបំផុតគឺភ័យត្រង់ថាពីមុនយើងធ្លាប់តែដេកលក់ស្រួលដោយសារអីយើងក្រោកយើងនៅពេលដែលយើងជានិស្សិតដូចពួកខ្ញុំលោកគ្រូអាចថាចង់ក្រោកម៉ោង7ក៏បានម៉ោង8ក៏បានតែចិត្តតែនៅពេលដែលចូលបំពេញកាតព្វកិច្ចយោធាហើយគឺត្រូវតែគោរពទៅតាមច្បាប់របស់កងទ័ពអាចថាត្រូវតែខកម៉ោង4ម៉ោង5ដើម្បីធ្វើការហ្វឹកហាត់អញ្ចឹងវាគឺជាការបំផ្លាស់ប្ដូរទម្លាប់មួយយ៉ាងធំមែនទែនសម្រាប់យុវជនក៏ប៉ុន្តែយើងក៏ត្រូវតែដឹងផងដែរថានៅក្នុងបរិបទនៃការកម្ពុជាយើងកំពុងតែទទួលការឈានពានពីសៀមបរិបទសកលលោកកំពុងតែមានការផ្លាស់ប្ដូរជាខ្លាំងយុវជនយើងមិនអាចគិតទៅអំពីគេហៅថាផលប្រយោជន៍ផ្ទាល់ខ្លួនបានទេយើងមិនគិតថាយើងមិនគោលគិតថាត្រូវតែទុកពេលដេកឲ្យបានដូចមុនយើងមិនគួរគិតចឹងទេព្រោះអីពេលនេះគឺជាពេលមួយដែលយុវជនយើងត្រូវតែចូលរួមនៅក្នុងការចូលរួមបំពេញនៅកាតព្វកិច្ចយោធាដោយសារអីយើងត្រូវពិនិត្យមើលថាឥឡូវនេះយើងកំពុងតែទទួលបានយើងកំពុងតែមានការឈានពានពីសៀមយើងអត់ទាន់បានគេថាទទួលបានសុខសន្តិភាពពេញលេញទេព្រោះអីយើងកំពុងតែមានការដោះស្រាយមិនទាន់ជាដាច់សាច់នៅហើយទេអញ្ចឹងយុវជនយើងត្រូវតែត្រៀមខ្លួនគ្រប់ពេលវេលាដើម្បីការពារនៅដែនអធិបតេយ្យភាពរបស់កម្ពុជារបស់យើងនឹងយើងមើលសម្លឹងទៅលើបរិបទនៅជុំវិញយើងណាយើងសង្កេតមើលឡាវវៀតណាមគេមានកាតព្វកិច្ចយោធាអស់ហើយអញ្ចឹងយើងតែសារតែហេតុហ្នឹងហើយទើបកម្ពុជាយើងត្រូវតែមានកាតព្វកិច្ចយោធាដើម្បីការពារអធិបតេយ្យភាពរបស់យើងមិនមែនបង្កើតនៅកាតព្វកិច្ចយោធានេះមិនមែននៅក្នុងន័យទៅឈានពានណាទេគឺនៅក្នុងន័យក្នុងការការពារជាតិយើងអានេះបើសិនជាយើងនិយាយទៅលើបរិបទនៅក្នុងតំបន់ដែលយើងកំពុងតែរស់នៅហើយយើងមើលឃើញថាបរិបទពេលនេះគឺជាបរិបទដែលស្ទើរតែមហាអំណាចស្ទើរតែគ្រប់ប្រទេសទាំងអស់ហើយបើសិនជាយើងមើលនៅក្នុងតំបន់អាស៊ានយើងវិញសង្ហបុរីគាត់គឺជាប្រទេសតូចតែគាត់នៅតែមានកាតព្វកិច្ចយោធាព្រោះអីនៅពេលណាដែលមានកាតព្វកិច្ចយោធាគឺជារឿងមួយល្អនៅពេលណាដែលប្រទេសទទួលបានការឈ្លានពានពីប្រទេសជិតខាងនោះនឹងអាចហៅថាអាចកេណ្ឌទ័ពបានភ្លាមនៅពេលដែលមានវិបត្តិយើងអាចកេណ្ឌទ័ពបានភ្លាមអញ្ចឹងបើសិនជាយើងអត់មានកាតព្វកិច្ចយោធាទេសួរថាតើយើងអាចទៅកេណ្ឌទ័ពពីណាបានអានេះហើយគឺជារឿងដែលយុវជនយើងត្រូវតែគូមើលកន្លែងនេះព្រោះវាគឺជារឿងដ៏សំខាន់វាជាឆ្នាំងបាយរបស់យើងព្រោះនៅពេលណាដែលជាតិបាត់បង់ហើយសួរថាយើងរស់នៅបានអីទៀតអញ្ចឹងយើងត្រូវតែចូលរួមនៅក្នុងការបំពេញនៅកាតព្វកិច្ចយោធាហើយទន្ទឹមនឹងហ្នឹងយើងត្រូវតែយល់ផងដែរថានៅក្នុងបរិបទសកលលោកកំពុងតែមានការផ្លាស់ប្ដូរមហាអំណាចកំពុងតែរំលោភបំពានទៅលើប្រទេសទុនខ្សោយអាចជាបានថាសម្ដាប់ធ្នាប់ពិភពលោកនៅពេលនេះកំពុងតែមានការបាត់បង់ហើយដោយសារអីដូចខ្ញុំនិយាយពីខាងដើមមហាអំណាចរំលោភបំពានលើប្រទេសទុនខ្សោយមិនគោរពច្បាប់មិនគោរពទៅតាមអង្គការសហប្រជាជាតិអញ្ចឹងហើយគឺស្ទើរតែអាចថារដ្ឋតូចវាចាប់ផ្ដើមងាយមែនទែននៅក្នុងការទទួលរងគ្រោះពីរដ្ឋធំអញ្ចឹងហើយយើងប្រទេសទាំងអស់ត្រូវតែត្រៀមខ្លួនទប់ស្កាត់យ៉ាងណាធ្វើឲ្យខ្លួនឯងខ្លាំងមានកាតព្វកិច្ចយោធាហើយទៅទំនឹងគឺត្រូវតែមានធ្វើឲ្យចិត្តយើងមានភាពធន់ដើម្បីឲ្យចិត្តយើងមានភាពធន់តើតែយុវជនយើងត្រូវតែចូលរួមបំពេញកាតព្វកិច្ចយោធាចូលរួមនៅក្នុងការបម្រើជាតិទើបធ្វើឲ្យចិត្តយើងមានអាចភាពធន់បានអញ្ចឹងអាចថាសរុបនៅក្នុងសំណួររបស់បងខ្ញុំនៅពេលដែលឃើញអនុក្រឹត្យខ្ញុំពិតជាសប្បាយចិត្តមែនតើហើយបានបំពេញនៅអ្វីដែលពួកខ្ញុំត្រូវការស្ទើរតែសពគ្រប់ហើយក៏ប៉ុន្តែខ្ញុំអាចថានៅមានចំណុចខ្លះដែលខ្ញុំមានហៅថាស្ទាក់ស្ទើរដែលចង់សំណូមពរទៅខាងរដ្ឋាភិបាលអាចថាទុកទៅសំណួរក្រោយតទៀតបាទអរគុណច្រើនសូមបន្តហ្មងទៅព្រោះថាសំណួរបន្តបងនឹងសួរអំពីថាបញ្ហាអីដែលបងអូនបារម្ភចេញពីអនុក្រឹត្យនេះខ្ញុំបងមានការបារម្ភអីទេ
អំឡុងនៃខែឧសភានេះគឺខ្ញុំបានធ្លាប់ចូលមកតកសម្ភារនេះម្ដងហើយពាក់ព័ន្ធជាមួយនឹងខ្ញុំនិយាយពាក់ព័ន្ធមួយបញ្ហាទៅលើប្រាក់ឧបត្ថម្ភជាការពិតណាស់យុវជនយើងតែងតែចង់បាននៅប្រាក់ឧបត្ថម្ភច្រើនអាចនិយាយបានថាអាចថាខ្ទង់1លាន2សែនទៅ1លាន5សែននេះគឺជាអ្វីដែលយុវជនយើងគាត់ចង់បានសួរថាតើហេតុអីបានជាខ្ញុំដឹងតែគាត់ចង់បានប៉ុណ្ណឹងដោយសារតែខ្ញុំជាយុវជនហើយខ្ញុំធ្លាប់ធ្វើការងារយុវជនជាច្រើនជាមួយយុវជនច្រើនមែនតើទាំងពាក់ព័ន្ធជាមួយនឹងនៅពេលដែលខ្ញុំចូលរួមការងារស្ម័គ្រចិត្តខ្ញុំតែងតែជជែកគ្នាជាមួយមិត្តភ័ក្តិខ្ញុំជាច្រើនអ្នកមែនតើដែលគាត់តែងតែគិតថាបើសិនជាគាត់បានប្រាក់ឧបត្ថម្ភត្រឹមតែ$100វាហាក់បីដូចជាមិនទាន់គ្រប់គ្រាន់ទេដោយសារតែបរិបទនៅក្នុងសប្តាហ៍នេះទំនិញស្ទើរតែឡើងថ្លៃស្ទើរគ្រប់ទាំងអស់ហើយទន្ទឹមនឹងហ្នឹងយើងមើលឃើញថាវាជារឿងមួយពិបាកមែនទែនបើសិនជាគាត់ឧទាហរណ៍ថាអ្នកខ្លះគាត់អាយុ23ឆ្នាំ24ឆ្នាំគាត់មានប្រពន្ធជួនកាលគាត់មានកូនទៀតហើយចុះបើសិនជាគាត់បានតែប្រាក់$100ហ្នឹងតើគាត់អាចយកទៅផ្គត់ផ្គង់គ្រួសារគាត់បានទេតើគាត់អាចយក$100ហ្នឹងទៅទិញទឹកដោះគោឲ្យកូនបានទេនេះហើយគឺជារឿងដែលខ្ញុំព្រួយបារម្ភពីខាងដើមមុននឹងចេញអនុក្រឹត្យនេះមកម្លេះប៉ុន្តែនៅពេលដែលខ្ញុំឃើញអនុក្រឹត្យឃើញថាប្រាក់ត្រឹមតែ$100ខ្ញុំពិតជាពិបាកនិយាយមែនទែនហើយនេះគឺជាបញ្ហាដែលខ្ញុំមើលឃើញបើយើងអាចនិយាយបានថាពីបញ្ហាដែលយុវជនយើងកំពុងតែជួបប្រទះនេះគឺខ្ញុំមើលឃើញពាក់ព័ន្ធជាមួយនឹងផលប៉ះពាល់ទៅលើការសិក្សាអញ្ចឹងយើងដឹងស្រាប់ថាពីអាយុ18ឆ្នាំទៅ25ឆ្នាំនេះគឺជាវ័យមួយដែលកំពុងតែមមាញឹកនៅក្នុងការសិក្សាមែនទែនទៅលើពាក់ព័ន្ធជាមួយនឹងការសិក្សាទៅលើបន្តនៅការសិក្សាថ្នាក់បញ្ញាបត្រមិនថាការសិក្សាបញ្ញាបត្រហើយក៏ពាក់ព័ន្ធជាមួយនឹងការសិក្សាជំនាញផ្សេងអញ្ចឹងនៅពេលណាយើងទៅបំពេញកាតព្វកិច្ចយោធាវាអាចថាវាជាហេតុមួយនៅក្នុងការបង្កនៅការខកខាននៅក្នុងការរកប្រាក់ចំណូលក៏ដូចជាការបន្តការសិក្សាជាដើមហើយនេះគឺជាអ្វីដែលខ្ញុំមើលឃើញហើយមួយទៀតហ្នឹងគឺពាក់ព័ន្ធជាមួយនឹងប៉ះពាល់ទៅដល់ការងារនិងប្រាក់ចំណូលអញ្ចឹងយើងដឹងស្រាប់ថានៅពេលណាដែលយើងបំពេញនៅកាតព្វកិច្ចយោធាគឺឯកថាបាត់បង់នៅការងារហេតុអីក៏យើងនិយាយថាបាត់បង់ការងារយើងឃើញថាទោះថ្មីត្បិតតែរដ្ឋាភិបាលគាត់បានចែងនៅក្នុងអនុក្រឹត្យថានៅពេលណាដែលនយោជកគាត់ធ្វើការនៅពេលដែលគាត់ទៅបំពេញកាតព្វកិច្ចយោធាគេនឹងរក្សាតំណែងយើងដដែលក៏ប៉ុន្តែយើងត្រូវយល់ថាគេមិនអាចទុកឲ្យយើងរហូតបានទេដោយសារហេតុអីគឺនៅពេលណាដែលយុវជនប្រុសទៅចេញទាំងអស់គឺអាចថាវាគឺជាកង្វះខាតនៅកម្លាំងពលកម្មនៅពេលដែលមានកង្វះខាតនៅកម្លាំងពលកម្មនៅក្នុងស្ថាប័នមួយគឺត្រូវតែរកបន្ថែមអញ្ចឹងនៅពេលដែលគាត់មកវិញគាត់អាចនឹងបាត់បង់នៅការងារនេះគឺជាអ្វីដែលខ្ញុំមើលឃើញពាក់ព័ន្ធជាមួយនឹងថានៅពេលដែលគាត់ទៅបំពេញកាតព្វកិច្ចយោធាហើយទន្ទឹមនឹងហ្នឹងខ្ញុំមើលឃើញពាក់ព័ន្ធជាមួយនឹងបន្ទុកហិរញ្ញវត្ថុរបស់រដ្ឋអញ្ចឹងខ្ញុំគិតថានៅពេលណាដែលយើងចូលរួមបំពេញកាតព្វកិច្ចយោធាអាចថាវាជាបន្ទុកហិរញ្ញវត្ថុមួយរបស់រដ្ឋផងដែរដោយសារតែយើងឃើញថារដ្ឋត្រូវចំណាយទៅលើការហ្វឹកហ្វឺនរដ្ឋត្រូវចំណាយទៅលើអាហាររដ្ឋត្រូវចំណាយលើសម្ភារបំពាក់កន្លែងស្នាក់នៅសុខាភិបាលគឺថាចំណាយស្ទើរតែគ្រប់សពតែម្ដងហើយទៅទៅនឹងហ្នឹងគឺរដ្ឋត្រូវតែរដ្ឋចំណាយទៅលើប្រាក់ឧបត្ថម្ភប្រចាំខែទៀតចុះបើសិនដោយពួកខ្ញុំសំណូមពរទៅកាន់រដ្ឋាភិបាលថាសូមឲ្យថវិកាលើសហ្នឹងអញ្ចឹងរដ្ឋមិនត្រូវការចំណាយច្រើនទៀតលោកគ្រូអញ្ចឹងលោកគ្រូអញ្ចឹងវាជាកង្វល់មួយមែនតើសម្រាប់យុវជនដូចជាពួកខ្ញុំហើយទន្ទឹមនឹងហ្នឹងទៅទៀតគឺខ្ញុំមើលឃើញថានៅពេលណាដែលរដ្ឋគាត់ចំណាយទៅលើវិស័យយោធាគឺថាអាចនឹងបើសិនជាគាត់ចំណាយច្រើនខ្លាំងពេកគឺអាចនឹងប៉ះពាល់ទៅដល់វិស័យផ្សេងក៏ប៉ុន្តែនេះគឺជាអ្វីដែលខ្ញុំមើលឃើញប៉ុន្តែខ្ញុំនៅតែជឿជាក់ថារដ្ឋាភិបាលលោកនឹងអាចដោះស្រាយបានធ្វើម៉េចឲ្យមាន balance គ្នាចំពោះថវិកាទៅលើឧទាហរណ៍ថាវិស័យផ្សេងឲ្យវា balance គ្នាជាមួយនឹងវិស័យយោធាក៏ប៉ុន្តែយើងឃើញថានៅក្នុងបរិបទពេលនេះគឺជាបរិបទដែលយើងត្រូវតែត្រៀមខ្លួនគ្រប់ពេលវេលាទាំងអស់គ្រប់ពេលវេលាដោយសារតែយើងអាចថានឹងមានសង្គ្រាមលើកទី3លើកទី4យើងមិនអាចមើលឃើញទេបើសិនជាមានគឺយើងត្រូវតែត្រៀមខ្លួនអញ្ចឹងអាចថាវិស័យយោធាពេលនេះគឺជាវិស័យមួយចម្បងដែលយើងត្រូវតែពិចារណានេះគឺជាអ្វីដែលខ្ញុំមើលឃើញហើយទន្ទឹមនឹងហ្នឹងទៅទៀតនេះគឺខ្ញុំមើលឃើញពាក់ព័ន្ធជាមួយនឹងបញ្ហាយុទ្ធធម៌និងដំណាភិបនៅក្នុងការជ្រើសរើសអញ្ចឹងតាំងពីប្រសាសន៍របស់សម្ដេចធិបតីគាត់តែងទៅលើកមកកន្លងមកហើយ
ពាក់ព័ន្ធជាមួយនឹងបញ្ហាយុទ្ធសាស្ត្រនិងដំណាភិបហើយសូម្បីតែលោកគ្រូខ្ញុំដែលគាត់ជាអ្នកបង្រៀនហើយអ្នកវិភាគជាច្រើនដែលគាត់លើកឡើងពាក់ព័ន្ធមួយនឹងដំណាភិបថាកូនអ្នកមាននៅពេលណាដែលគាត់ត្រូវចូលរួមបំពេញកាតព្វកិច្ចយោធាគាត់គ្រាន់តែយកលុយទៅសូគេទៅគាត់រួចបាត់ចាប់កូនអ្នកក្រអត់មានលុយទេអញ្ចឹងគាត់ត្រូវតែបំពេញកាតព្វកិច្ចយោធាអញ្ចឹងនៅក្នុងនេះគឺជាបញ្ហាសំខាន់អញ្ចឹងគឺថារដ្ឋាភិបាលក៏ដូចជាស្ថាប័នដែលពាក់ព័ន្ធលោកត្រូវតែធ្វើយ៉ាងណាក៏ដោយឲ្យពាក់ព័ន្ធជាមួយនឹងការរើសនៅកាតព្វកិច្ចយោធានេះគឺត្រូវធ្វើម៉េចឲ្យមានតម្លាភាពគឺជារឿងសំខាន់នៅពេលណាដែលយុវជនយើងឃើញថាការអនុវត្តកាតព្វកិច្ចយោធានេះមានតម្លាភាពយុវជននឹងចូលឯងហ្មងបាយបខំឲ្យលោកគ្រូបាយបខំបងអញ្ចឹងគាត់ថាដោយសារបើសិនជាឃើញថាកាតព្វកិច្ចយោធាហ្នឹងអត់មានតម្លាភាពប៉ុណ្ណឹងកូនអ្នកមានរួចខ្លួនសួរថាតើយុវជនយើងគាត់មានកម្លាំងចិត្តគាត់មានកម្លាំងចិត្តនៅក្នុងការចូលរួមទេអត់ទេព្រោះអីគាត់ឃើញថាពុកលួយបាត់ហ្នឹងនេះគឺជារឿងអ្វីដែលពួកខ្ញុំមើលឃើញក្នុងខ្ញុំជាយុវជនហើយទន្ទឹមនឹងទៅទៀតនេះគឺខ្ញុំមើលឃើញពាក់ព័ន្ធជាមួយនឹងប៉ះពាល់គ្រួសារគឺជាចម្បងដែលខ្ញុំមើលឃើញយើងឃើញថាយើងអាចនិយាយបានថាគ្រួសារមួយដែលមានកូនតែម្នាក់នៅពេលណាដែលហើយឪពុកម្ដាយគឺគាត់ចាស់ជរាគាត់ពឹងពាក់ទៅលើកូនតែម្នាក់សួរថាតើនៅពេលដែលកូនគាត់ទៅបំពេញកាតព្វកិច្ចយោធាគាត់អាចថាគាត់អាចមើលថែខ្លួនគាត់បានដោយសារអីគាត់បានប្រឧបត្ថម្ភគាត់បានទទួលនៅការការពារពីរដ្ឋនៅពេលដែលគាត់ឈឺគាត់មានការការពារពីរដ្ឋពីតាមរយៈក្រសួងសុខាភិបាលអីជាដើមចុះឪពុកម្ដាយគាត់នៅត្រូវតែចំណាយផ្សេងតើនរណាទៅជាអ្នកចំណាយឲ្យពួកគាត់នេះគឺជារឿងដែលពួកខ្ញុំមើលឃើញយើងឃើញថាគម្លាតសង្គមយើងនេះគឺជាអ្វីដែលខ្ញុំមើលឃើញប៉ុន្តែវាមិនមែនជាលក្ខណៈបែបស្រាវជ្រាវបែបវិទ្យាសាស្ត្រទេយើងមើលឃើញថាយុវជនដែលគាត់រស់នៅទីក្រុងភ្នំពេញឪពុកម្ដាយដែលរស់នៅទីក្រុងភ្នំពេញគាត់ខ្ញុំមើលឃើញថាគាត់មានជីវភាពធូរធារលោកគ្រូតែយើងក៏លេចទៅមើលប្រជាជនដែលរស់នៅតាមតំបន់មូលដ្ឋានគាត់អត់សូវមានជីវភាពធូរធារទេយើងមើលឃើញច្រើនតាមរយៈអីយើងមើលឃើញថាទោះបីត្បិតតែនៅក្នុងតំបន់ទីតាសញ្ញាគាត់មានអ្នកក្រច្រើនក៏ប៉ុន្តែវានៅតែមានអ្នកមានខ្លះដែរតែអ្នកក្រច្រើនអញ្ចឹងនេះជារឿងមួយសំខាន់សូមបើសិនជាឲ្យកូនទៅបំពេញកាតព្វកិច្ចយោធាបានណាទៅជួយពួកគាត់អានេះគឺជាអ្វីដែលខ្ញុំមើលឃើញពាក់ព័ន្ធជាមួយនឹងផលប៉ះពាល់ហើយទន្ទឹមនឹងខ្ញុំនៅមើលឃើញមួយចំណុចទៀតពាក់ព័ន្ធជាមួយនឹងទ្រឹស្ដីដែលខ្ញុំបានសិក្សារៀនសូត្រពាក់ព័ន្ធជាមួយនឹងទ្រឹស្ដីទ្វេគ្រោះគេហៅថា security dilemma ដែលពាក់ព័ន្ធជាមួយនឹងថានៅពេលណាដែលយើងបង្កើននៅតវយើងបង្កើននៅកាតព្វកិច្ចយោធាវាអាចជាការគំរាមកំហែងមួយទៅកាន់ប្រទេសដទៃទៀតឧទាហរណ៍ថានៅពេលយើងបង្កើននៅកាតព្វកិច្ចយោធារដ្ឋផ្សេងដូចជាថៃវៀតណាមឡើយគេគិតថាយើងនេះគឺកំពុងតែលក្ខណៈថាបង្កើននៅសាច់ទ័ពដើម្បីគំរាមកំហែងដល់គេអញ្ចឹងនេះគឺជារឿងចាំបាច់សំខាន់ដែលយើងត្រូវតែបង្ហាញទៅកាន់ប្រទេសជិតខាងអស់ថាយើងបង្កើននៅកាតព្វកិច្ចយោធានេះមិនមែននៅក្នុងការឈ្លានពានប្រទេសគេទេត្រូវតែបង្ហាញប្រាប់គេអញ្ចឹងយើងត្រូវតែបង្ហាញនៅក្នុងលក្ខណៈថាទី1យើងបង្កើននៅកាតព្វកិច្ចយោធាជាលក្ខណៈនៅក្នុងជាលក្ខណៈការពារអធិបតេយ្យភាពយើងហើយមួយទៀតគឺពាក់ព័ន្ធជាមួយនឹងយើងបង្ហាញឲ្យមានតម្លាភាពបង្ហាញទៅកាន់ប្រទេសជិតខាងរបស់យើងក៏ដូចជាបង្ហាញទៅកាន់សហគមន៍អន្តរជាតិថាយើងមានតម្លាភាពហើយទៅទៅនឹងយើងត្រូវតែធ្វើយ៉ាងណាគេហៅថា confidence building ត្រូវតែកសាងទំនុកចិត្តនៅក្នុងបណ្ដាប្រទេសយើងអាស៊ានផងក៏ដូចជាត្រូវកសាងទំនុកចិត្តជាមួយនឹងបណ្ដាប្រទេសសកលលោកផងថាយើងបង្កើននៅកាតព្វកិច្ចយោធាគឺនៅក្នុងការការពារជាតិបាទអញ្ចឹងទាំងអស់នេះហើយគឺជាយុវជនយើងបារម្ភចំពោះកាតព្វកិច្ចយោធារបស់អរគុណច្រើនបងលោកបណ្ឌិតវាបសុផលលោកបណ្ឌិតក៏ជាសាស្ត្រាចារ្យមួយរូបដែរលោកបណ្ឌិតមើលឃើញយ៉ាងម៉េចដែរអំពីអនុក្រឹត្យនេះហើយជាពិសេសគឺបារម្ភទេថាអនុក្រឹត្យនេះទៅពេលដែលអនុវត្តហើយនឹងប៉ះពាល់ទៅដល់ការសិក្សារបស់សិស្សដែលកំពុងរៀននៅសាកលវិទ្យាល័យដែរបាទជាធម្មតានៅពេលដែលកំពុងរៀនហើយយើងឈប់យើងទៅធ្វើកិច្ចការផ្សេងមួយទៀតនៅពេលដែលយើងត្រឡប់មកវិញ2ឆ្នាំបានន័យថាពេលវេលាយើងបាត់បង់ច្រើនហេតុដូច្នេះហើយយើងគួរតែឆ្វេងយល់ដែរស្អីទៅដែលហៅថាកាតព្វកិច្ចយោធាស្អីទៅដែលហៅថាយោធាគឺជាកិច្ចការការពារជាតិ
ប៉ុន្តែនៅក្នុងនោះមានឯកទេសច្រើនណាស់ដែលយើងត្រូវចេះឯកទេសកុំព្យូទ័រឯកទេសភាសាឯកទេសរដ្ឋបាលសាធារណៈឯកទេសច្រើនដូចតែcivil សឹងតែដូចគ្រាន់តែយោធាមានឯកទេសមួយទៀតគឺប្រយុទ្ធអញ្ចឹងនៅពេលដែលយើងចូលទៅណានៅពេលដែលយើងជាប់កាតព្វកិច្ចយោធាតែយើងត្រូវបំពេញអ្វីខ្លះទៀតអានេះគឺជារឿងមួយហើយយើងបានរៀនអ្វីបន្ថែមទៀតនៅពេលហ្នឹងហើយយើងត្រូវយល់ថាកងទ័ពកាតព្វកិច្ចយោធាហើយនិងកងទ័ព professional ខុសគ្នាមុននឹងចេញច្បាប់កាតព្វកិច្ចយោធាគឺអាដាមទាសាយាឧបនាយករដ្ឋមន្ត្រីលោកបានប្រកាសថាមានយុវជនយើងជាង 10000 នាក់ហើយដែលស្ម័គ្រចិត្តបម្រើកងទ័ពអញ្ចឹងបានន័យថាអាការបម្រើកងទ័ពនេះគេនឹងខ្លាយទៅជាកងទ័ពដែលឯកទេសរបស់គេនៅក្នុងជីវិតរបស់គេគឺជាកងទ័ពហើយចំណែកកាតព្វកិច្ចយោធាគឺជាកងទ័ពត្រៀមទេអញ្ចឹងដែលបានសួរខ្ញុំថាតើកងទ័ពត្រូវតែហាត់ត្រូវតែរៀនមុនឬមួយយ៉ាងម៉េចអញ្ចឹងហើយខ្ញុំពិតជាពេញចិត្តទេព្រោះខ្ញុំចង់ឃើញថាប្រជាពលរដ្ឋម្នាក់គឺជាកងទ័ពម្នាក់អញ្ចឹងបានសួរទៅវិញថានៅពេលដែលទាំងអស់គ្នាហ្នឹងទៅហាត់ណាជាប់កាតព្វកិច្ចយោធាតើទទួលបានអីមកវិញនៅពេលដែលបងអូនរៀបអប់មិញគឺច្រើនណាស់ច្រើនគឺជារឿងមែនតាំងពីកូនទូលតាំងពីអីគ្រប់បែបយ៉ាងទាំងអស់ណាបើសិនជាទៅវាបាត់បង់នៅចំណូលគ្រួសារអ្វីគឺទាំងអស់នេះគឺនៅពេលដែលរៀបចំកាតព្វកិច្ចយោធាគឺជាចំណោទបញ្ហាមួយដែលដាក់លើតុខ្ញុំជឿថារដ្ឋាភិបាលនឹងមិនប្រងើយចន្ទើយទេនឹងលើកយកបញ្ហានេះពីព្រោះកិច្ចការនេះគឺជាកិច្ចការរបស់ក្រសួងការពារជាតិហើយក៏ត្រូវតែសិក្សាហើយនៅពេលដែលធ្វើកាតព្វកិច្ចយោធាមិនមែនយកទៅទាំងអស់ទេមិនមែនបានន័យថាអ្នកដែលអាយុ18 25sẽយកទៅទាំងអស់អញ្ចឹងទេគឺយកទៅតាមចំនួនមួយដែលត្រូវការហើយអស់មួយចំនួនទៅយកមួយចំនួនទៀតមួយចំនួនទៅមួយចំនួនទៀតណាអានេះគឺជារឿងមួយដែលមានការគិតរួចស្រេចហើយអំពីហានិភ័យនៅពេលដែលយើងធ្វើអ្វីមួយក៏ដោយយើងនៅពេលដែលធ្វើខ្លាំងពេកវាបាត់បង់អ្វីមួយផ្សេងទៀតអាហ្នឹងក៏វាអត់មានតុល្យភាពនៃការអភិវឌ្ឍសង្គមដែរហើយចំពោះរឿងការរៀនសូត្រនេះគឺជារឿងថ្មីទេខ្ញុំចង់មានយោបល់មួយណាគឺជាគំនិតដែលខ្ញុំមើលឃើញបទពិសោធន៍ពីប្រទេសដទៃទៀតលើសកលលោកបាទចង់ឲ្យឃើញថាឲ្យក្រសួងអប់រំនិងក្រសួងការពារជាតិនឹងសហការគ្នាតែម្ដងទៅហើយនឹងក្រសួងសុខាភិបាល3ក្រសួងហ្នឹងហើយនៅក្នុងសាកលវិទ្យាល័យនៅក្នុងវិទ្យាស្ថានផ្សេងនៅពេលដែលនិស្សិតមករៀនហ្នឹងនៅពេលដែលមករៀនឯកទេសជា IT វិស្វករគណនេយ្យអ្វីក៏ដោយត្រូវតែរៀនដាច់ខាតជាកាតព្វកិច្ចគឺរៀនវិទ្យាសាស្ត្រយោធាបាទបងអូនរៀនខាងអីរៀនខាងវិទ្យាសាស្ត្រនយោបាយវិទ្យាសាស្ត្រនយោបាយអញ្ចឹងវិទ្យាសាស្ត្រនយោបាយចេញមកវិញគឺបងអូននឹងបានសញ្ញាបត្រមួយគឺវិទ្យាសាស្ត្រនយោបាយគួរតែបន្ថែមសហការជាមួយនឹងក្រសួងការពារជាតិបន្ថែមនៅមុខវិជ្ជាមួយទៀតវិទ្យាសាស្ត្រយោធាហើយរៀនគឺស្របគ្នានៅពេលដែលចប់បរិញ្ញាបត្រវិទ្យាសាស្ត្រនយោបាយបងអូនត្រូវតែមានសិទ្ធិទទួលបានមួយទៀតវិញ្ញាបនបត្របញ្ជាក់ថាបងអូនបានឆ្លងកាត់វិទ្យាសាស្ត្រយោធាហើយអញ្ចឹងចំណេះដឹងហ្នឹងបងអូនគឺបានក្លាយទៅជាទាហានត្រៀមរួចស្រេចហើយនៅពេលដែលស្រុកមានបញ្ហាដែលត្រូវការយោធាជាបន្ទាន់គឺបងអូនត្រៀមរួចជាស្រេចនឹងចូលទៅដូរកៅអៅស្លៀកពាក់ចូលប្រយុទ្ធតែម្ដងអញ្ចឹងគឺបានន័យថានៅពេលតែមួយកាតព្វកិច្ចយោធាក៏មិនបាត់ហើយឯកទេសដែលយើងកំពុងរៀនក៏មិនបាត់ព្រោះជននារីមិញហ្នឹងខ្ញុំថាឲ្យក្រសួង3សហការគ្នាគឺក្រសួងការពារជាតិក្រសួងអប់រំនិងក្រសួងសុខាភិបាលចំណែកនារីវិញគួរតែបន្ថែមនៅមុខវិជ្ជាមួយទៀតគឺមុខវិជ្ជាការថែទាំសុខភាពក្នុងកម្រិតគិលានុបដ្ឋាយិកាបាទអញ្ចឹងគាត់ត្រូវតែរៀនឯកទេសរបស់គាត់ជាគណនេយ្យក្តីជា finance ជាអី
ទៅតាមតំណើអញ្ចឹងទៅក៏ប៉ុន្តែទលានុបដ្ឋាយិកាថែទាំសុខភាពគាត់ត្រូវតែរៀនដែរនៅពេលនេះខ្ញុំឃើញមានផលប្រយោជន៍បើស្រុកមានសង្គ្រាមគឺគាត់ខ្លាយទៅជាគ្រូពេទ្យទាហានពេទ្យទាហានកាន់កាបូបចូលសមរភូមិហើយម្យ៉ាងវិញទៀតបើសិនជាស្រុកសន្តិភាពយើងមិនត្រូវការគលានុបដ្ឋាយិកាអីច្រើនទេគាត់ខ្លាយទៅជាគលានុបដ្ឋាយិកាសម្រាប់គ្រួសារគាត់តែម្ដងអញ្ចឹងបានន័យថាកម្មវិធីនេះវានឹងលើកវិស័យការពារជាតិនិងវិស័យសុខុមាលភាពផងនិងបច្ចេកវិទ្យាសង្គមវារត់ទៅជាមួយគ្នាហើយម្យ៉ាងទៀតគឺមិនមែនបន្ទុកតែទៅលើក្រសួងការពារជាតិតែមួយឬមួយគឺយើងសហការគ្នាហើយក្នុងពេលជាមួយយើងអត់បាត់ទេហើយខ្ញុំឃើញសប្តាហ៍ថ្ងៃតាមសាកលវិទ្យាល័យវិទ្យាស្ថានផ្សេងបាត់បង់មួយគឺការហាត់ប្រាណណាការពង្រឹងកាយសម្បទាគឺសឹងតែបាត់តែម្ដងដឹងតែម្នាក់ណាក្នុងមួយថ្ងៃម៉ូតូហុយផ្សែងខ្មៅជុកកាត់ទីក្រុងចេញពីវិទ្យាស្ថានមួយទៅវិទ្យាស្ថានមួយហើយមិនប្រកាសថាគាត់ទទួលបាននៅចំណេះវិជ្ជាមួយល្អទេបើសិនជាសុខភាពគាត់ចុះទុនខ្សោយអញ្ចឹងនៅពេលដែលមុខជាវិទ្យាសាស្ត្រយោធាប្រកាសជាពង្រឹងកាយសម្បទាហើយបាទពង្រឹងកាយសម្បទាអញ្ចឹងទៅជាមួយគ្នាទាំងគលានុបដ្ឋាយិកាទាំងកតបកិច្ចយោធាទាំងឯកទេសគឺវាទៅជាមួយគ្នាអញ្ចឹងហើយនេះគឺក្នុងន័យមួយដែលខ្ញុំតែងតែនិយាយថាត្រូវតែរៀបចំគោលនយោបាយមួយប្រជាពលរដ្ឋម្នាក់គឺទាហានម្នាក់បាទហើយពង្រឹងទូទាំងប្រទេសនៅពេលណាភាពចាំបាច់ដើម្បីប្រទេសជាតិគឺកាន់កំភ្លើងការពារជាតិទាំងអស់គ្នាបាទអរគុណលោកដិតឃើញយោបល់របស់លោកដិតគឺហាក់បីជាប្លែកខ្ញុំក៏ចាប់អារម្មណ៍ខ្ញុំក្រោយពីលោកដិតមានប្រសាសន៍មកខ្ញុំចាប់អារម្មណ៍តែម្ដងគឺការវឹកហាត់វិទ្យាសាស្ត្រយោធាហើយគលានុបដ្ឋាយិកាជាមួយនឹងការសិក្សានៅសាកលគឺជាគំនិតមួយដែលគួរឲ្យចាប់អារម្មណ៍ដែលគួរអាចថាយកទៅដាក់នៅតែម្ដងព្រោះថាយើងចំណេញទាំងពេលរៀនចំណេញទាំងពេលវឹកហាត់តបនៅក្នុងពេលជាមួយគ្នាតែម្ដងលោកដិតបើយើងមើលទៅប្រវត្តិសាស្ត្រវិញខ្ញុំចង់សាកសួរទៅលោកដិតតកតងជាមួយនឹងដោយសារលោកដិតបានស្រាវជ្រាវច្រើនទៅនឹងប្រវត្តិសាស្ត្រសង្គ្រាមនិងសន្តិភាពនៅកម្ពុជាបើមើលទៅដូចជាការវឹកហាត់ទាហានអីត្រៀម2ឆ្នាំសម្រាប់វឹកហាត់2ឆ្នាំនេះពីមុននេះដូចជាមិនមានទេបើតាមសំណួរពីទី1ដែលខ្ញុំសួរលោកដិតថាចាប់ទៅគឺត្រៀមទៅធ្វើសង្គ្រាមតែម្ដងតែនៅតែអាចធ្វើសង្គ្រាមបានតើចាំបាច់ទេលោកដិតដែលត្រូវតែឲ្យយុវជនមកអនុវត្តច្បាប់កាតព្វកិច្ចយោធានៅពេលនេះពីអតីតកាលក្តីមកទល់បច្ចុប្បន្នក្តីការហាត់ទាហានគឺជារឿងមួយចាំបាច់បាទប៉ុន្តែនៅពេលដែលច្បាំងហើយនៅពេលដែលបញ្ញឹកហើយខ្វះកងទ័ពហើយដូច្នេះអាការហាត់ហ្នឹងវាកាត់បន្ថយគឺសមរភូមិទៀមទាណាសមរភូមិនឹងហើយគឺត្រូវទៅជាបញ្ញាប់អញ្ចឹងហើយបានសួរថាពេលណាពេលមុនក៏ដូចឥឡូវណាក៏ត្រូវការចាំបាច់ត្រូវទៅហាត់ឥឡូវខ្ញុំលើកឧទាហរណ៍នៅសម័យលន់ណុលយើងមានបញ្ជូនកងទ័ពយើងទៅហាត់ទៅដល់វៀតណាមខាងត្បូងទៅដល់តៃវ៉ាន់ទៅដល់ប្រទេសថៃទៅដល់អីកងទ័ពរហូតទៅដល់សហរដ្ឋអាមេរិកក៏មានដែរបាទហើយត្រឡប់មកវិញដែលល្បីជាងគេគឺទៅហាត់នៅបន្ទាយឡុងហាយណាដែលត្រឡប់មកវិញហើយចុះកងទ័ពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនកងទ័ពសាមគ្គីសង្គ្រោះជាតិក៏ហាត់ដែរដំបូងប៉ុន្តែគ្រាន់តែហាត់ហើយចាំបាច់ត្រូវតែចូលប្រយុទ្ធតែដល់ពេលប្រយុទ្ធនៅវាខ្លាំងអាការហាត់នឹងវាកាត់បន្ថយតែពេលនេះគឺជាឱកាសហើយជាឱកាសត្រូវតែហាត់ទូទាំងប្រទេសតែម្ដងបាទយើងមិនមែនហាត់ដើម្បីធ្វើសង្គ្រាមឈ្លានពាននេះយើងចង់បានសន្តិភាពតែយើងត្រៀមចិត្តជានិច្ចការពារមិនឲ្យគេឈ្លានពានយើងបាទអាចទេថាពេលដែលយើងរើសទាហានកាតព្វកិច្ចនេះទៅថាប្រទេសជិតខាងគេថាហាក់បីដូចជាកម្ពុជាខំពឹងពង្រឹងសមត្ថភាពយោធារបស់ខ្លួនអាចធ្វើឲ្យប្រទេសផ្សេងទៀតនៅជាពិសេសប្រទេសជិតខាងហ្មងគេខំប្រឹងពង្រឹងយោធាគេដើម្បីថាចំណែកដូចថារដ្ឋនិយាយអញ្ចឹងគឺមានភាពវិជ្ជមាននិងអវិជ្ជមានអាចធ្វើប៉ះពាល់រវាង
ប្រទេសជិតខាងនឹងគ្នាទេលោកបណ្ឌិតបាទ វាប្រកបជាមានអញ្ចឹងហើយបានគេត្រូវការនយោបាយអីបានន័យថានយោបាយបង្កើនកិច្ចសហប្រតិបត្តិការមិត្តភាពបាទយើងជិះវៀងនៅទំនាស់ទាំងឡាយដែលឈានទៅរកការដោះស្រាយមិនរួចនាំឲ្យមានការផ្ទុះសង្គ្រាមនេះគឺជានយោបាយអ្នកការទូតគេបំពេញកិច្ចការហ្នឹងហើយចំណែកកងទ័ពត្រូវបំពេញជានិច្ចបង្ហាត់បង្រៀនឲ្យដេញតាមបច្ចេកវិទ្យាយោធាសម័យទំនើបអីអាហ្នឹងគឺជាកិច្ចការមួយគឺมันអាចបិទបាំងបានទេគេក៏ប្រឹងយើងក៏ប្រឹងបាទហើយនៅពេលដែលខ្លាំងដូចគ្នាប្រទេសអត់ច្បាំងគ្នាទេច្បាំងនៅពេលដែលមកខាងខ្សោយមកខាងខ្លាំងណាសៀមវាមើលងាយយើងណាមើលងាយយើងតែដល់ពេលដាក់ទៅប៉ះចំវិរៈកងទ័ពរបស់យើងក្រាញ់នានាលគឺអស់ចាស់ណាគឺប្រយុទ្ធតទល់នឹងគេដែលមានចំនួនច្រើនជាងអាវុធទំនើបជាងដោយសម្ដេចលោកបានលើកឡើងហើយចូលមកមិនមែនក្បាលប៉ានដៃទេប៉ុន្តែទឹកចិត្តដ៏អង់អាចក្លាហាននេះគឺអស្ចារ្យណាវីរភាពរបស់វីរៈកងទ័ពគឺត្រូវបានចារក្នុងប្រវត្តិសាស្ត្របាទប៉ុន្តែយ៉ាងណាមិញក៏យើងមិនមែនតែវីរៈកងទ័ពដែលឈរនៅជួរមុខទេដើម្បីប្រទេសមួយខ្លាំងប្រជាជនម្នាក់ខ្ញុំនៅតែនិយាយដែរប្រជាជនម្នាក់ត្រូវតែមានស្មារតីជាកងទ័ពហើយត្រៀមជានិច្ចយើងមិនចង់ធ្វើសង្គ្រាមទេតែយើងមិនខ្លាចទេសង្គ្រាមឈានពានបាទអរគុណលោកបណ្ឌិតងាកទៅថារិតវិញដោយប្រសាសន៍របស់លោកបណ្ឌិតអញ្ចឹងគឺថាប្រជាជនម្នាក់គឺត្រូវតែមានចិត្តក្លាហានក្នុងការប្រជាជនម្នាក់កងទ័ពរូបត្រូវមានចិត្តក្លាហានក្នុងការអនុវត្តនៅការងារជាយោធានេះបងអូនត្រៀមខ្លួនហើយណាបាទបងបាទសម្រាប់កាតព្វកិច្ចយុទ្ធនេះគឺខ្ញុំបានត្រៀមខ្លួនរួចហើយនៅក្នុងការចូលរួមក៏ប៉ុន្តែខ្ញុំបានជា set plan មួយសម្រាប់ខ្លួនឯងថានៅពេលដែលមានការអនុវត្តបែបនេះគឺខ្ញុំអាចថាដាក់ជាលក្ខខណ្ឌនៅក្នុងការពជាពេលសិនដើម្បីឲ្យខ្ញុំបានបញ្ចប់ការសិក្សាដោយសារតែខ្ញុំសល់រយៈពេលតែ2ឆ្នាំទៀតទេខ្ញុំបានបញ្ចប់ការសិក្សាបញ្ញាបត្រហើយជាងនៅពេលដែលខ្ញុំបានបញ្ចប់ការសិក្សាខ្ញុំនឹងចូលទៅបំពេញកាតព្វកិច្ចយោធារយៈពេល2ឆ្នាំហើយខ្ញុំនឹងបន្តទៅកាន់ថ្នាក់នោះបន្តទៀតអញ្ចឹងបងបាទនេះគឺជាអ្វីដែលខ្ញុំ set plan សម្រាប់ការចូលរួមបាទបងអូនយល់ឃើញមិនដែរចំពោះដំណោះស្រាយរបស់លោកបណ្ឌិតដែលបានលើកឡើងថាអាចថាឥឡូវមិនចាំបាច់ទៅអនុវត្តទៅដល់ចាប់ឈ្មោះទៅអនុវត្តទៅវឹកហាត់ទាហាននៅមូលដ្ឋានគឺយើងធ្វើនៅតាមសាកលវិទ្យាល័យតែម្ដងយើងមិនដែរយល់ខ្ញុំពេលដែលបានស្ដាប់លោកគ្រូហើយខ្ញុំមានអារម្មណ៍ថាត្រជាក់ចិត្តមែនទែនលោកគ្រូមានអារម្មណ៍ថាសប្បាយចិត្តហើយបានស្ដាប់លោកគ្រូហើយមានអារម្មណ៍ថាកក់ក្ដៅគឺលោកគ្រូបានផ្ដល់ពាក់ព័ន្ធជាមួយនឹងដំណោះស្រាយអ្វីដែលជាទុកកង្វល់របស់យុវជនហើយថ្ងៃនេះខ្ញុំបានស្រាយអស់ឲ្យលោកគ្រូហើយទន្ទឹមនឹងទៅទៀតប៉ុន្តែខ្ញុំមានចំណុចមួយដែលថាចង់លើកឡើងជូនទៅកាន់លោកគ្រូក៏ដូចជាជូនទៅកាន់ទស្សនិកជនពាក់ព័ន្ធជាមួយនឹងថាបើសិនជាចង់ឲ្យយុវជនយើងចូលរួមបំពេញកាតព្វកិច្ចយោធាគឺយើងត្រូវតែបញ្យល់ពួកគាត់ណែនាំពួកគាត់ឲ្យយល់អំពីផលប្រយោជន៍នៃកាតព្វកិច្ចយោធាជាមុនសិនឲ្យពួកគាត់យល់នៅពេលដែលពួកគាត់យល់អំពីតម្លៃនៃកាតព្វកិច្ចយោធាហើយមិនបាច់ទៅចាប់បង្ខំគាត់ទេលោកគ្រូចូលមកឯងតែម្ដងអញ្ចឹងដើម្បីឲ្យពួកគាត់យល់បានគឺត្រូវថ្មីបញ្ជាពួកគាត់ថានៅក្នុងពេលនេះគឺជាពេលមួយចាំបាច់សំខាន់ណាស់ដោយលោកគ្រូលើកដើមមិញនឹងអញ្ចឹងថាប្រជាជនម្នាក់គឺជាយោធាម្នាក់អញ្ចឹងនៅពេលដែលមានការឈានពានពីប្រទេសជិតខាងគឺយើងអាចកាន់កំភ្លើងបានហ្មងយើងអាចទៅតយុទ្ធជាមួយនឹងសត្រូវបានហ្មងនេះគឺជារឿងសំខាន់ព្រោះអីពេលនេះគឺជាពេលមួយសំខាន់ដោយសារតែសម្ដាប់ធ្នាប់ពិភពលោកកំពុងតែបាត់បង់អញ្ចឹងហើយរដ្ឋតូចត្រូវតែធ្វើម៉េចឲ្យខ្លួនឯងខ្លាំងដើម្បីឲ្យខ្លួនឯងខ្លាំងតើតែយើងចូលរួមនៅក្នុងការបំពេញកាតព្វកិច្ចយោធាហើយយើងធ្វើយ៉ាងណាឲ្យយុវជនយើងមានភាពធន់ប្រទេសយើងមានភាពធន់នៅពេលណាដែលប្រទេសយើងមានអាភិបទាំងអស់នេះហើយនឹងធ្វើឲ្យជាតិយើងនឹងអាចឈរបានរឹងមាំរាប់ពាន់ឆ្នាំទៅមុខទៀតបើសិនជាយើងខ្សោយនៅពេលនេះនៅពេលដែលយើងខ្សោយរដ្ឋធំនឹងធ្វើការរំលោភបំពានយើងនឹងមិនអាចថាអាចនឹងតទៅអនាគតទៀតយើងនឹងអាចបាត់បង់ផែនទីចេញពីផែនទីពិភពលោកអញ្ចឹងហើយគឺត្រូវតែដើមចេញពីពេលឥឡូវនេះទៅយុវជនត្រូវតែឈប់ប្រើពាក្យខ្ជិលធ្វើនេះធ្វើនោះពេលនេះហើយគឺត្រូវចូលរួមបើសិនជាយើងរវល់ការសិក្សាឥឡូវនេះតាមរយៈអនុក្រឹត្យមាត្រា11គេបាននិយាយថាពាក់ព័ន្ធជាមួយនឹងយើងអាចមានរយៈពេលនៃការពជា
យើងពជាបាន4 ដងរយៈពេល4 ឆ្នាំហើយយើងនឹងគិតបន្ថែមទៅលើអាយុដែលយើងពជាថែម2 ឆ្នាំទៀតនេះគឺជារឿងសំខាន់យើងមានលក្ខខណ្ឌពជាហើយតើយើងខ្លាចអីទៀតនៅក្នុងការការពារជាតិរបស់យើងបើសិនជាខ្ញុំដូចខ្ញុំថាខ្ញុំចាំចប់4 ឆ្នាំខ្ញុំអាចបំពេញកាតព្វកិច្ចយោធាឥឡូវខាងក្រសួងការពារជាតិគឺបានចេញអនុគ្រោះឲ្យខ្ញុំហើយគឺខ្ញុំអាចបញ្ចប់ហើយទើបយើងអាចទៅបន្តនៅកាតព្វកិច្ចយោធាដោយសារតែខ្ញុំមើលឃើញថាវាមានប្រយោជន៍ច្រើនមែនទែនតែជំរាបទៅកាន់យុវជនទាំងអស់ដោយសារតែឥឡូវនេះខ្ញុំអាចថាវាជាលើសគីឡូលើគ្រូឥឡូវនេះស្ទើរតែ95ស្ទើរ100អីគីឡូច្រើនមែនទែនអញ្ចឹងនៅពេលណាដែលខ្ញុំទៅចូលរួមអំពេញកាតព្វកិច្ចយោធាខ្ញុំគិតថាអាចនឹងស្រកគីឡូច្រើនអាចថារៀងស្លីមជាងមុនអញ្ចឹងទៅនេះគឺជារឿងមួយសំខាន់នៅពេលណាដែលរាងកាយយើងរឹងមាំខ្ញុំដឹងច្បាស់លោកគ្រូនៅពេលដែលរាងកាយយើងមានសាច់ដុំច្រើនហើយរឹងមាំយើងចេះហាត់ប្រាណនោះនឹងធ្វើឲ្យយើងមានសុខភាពល្អនៅពេលណាដែលយើងមានសុខភាពល្អនោះគឺជារឿងសំខាន់នៅត្រង់អីគឺសំខាន់នៅពេលដែលយើងមានសុខភាពល្អយើងមានកម្លាំងមាំមួនលោកគ្រូនៅក្នុងការធ្វើការងារនៅក្នុងការធ្វើការងារនៅក្នុងស្ថាប័នផ្សេងជាហេតុមួយនៅក្នុងការជំរុញឲ្យសេដ្ឋកិច្ចជាតិយើងដើរហើយចុះបើសិនជាយុវជនយើងទាំងអស់សិតតែឈឺសួរថាតើពេលណាទៅតែជាតិយើងអាចខ្លាំងបើសិនជាយើងឈឺទាំងអស់គ្នាហ្នឹងអញ្ចឹងហើយបានជាយើងត្រូវតែធ្វើការហ្វឹកហាត់ទៅរាងកាយបើសិនជាយើងអត់មានពេលហ្វឹកហាត់រាងកាយនៅជីមនៅកន្លែងណាទេយើងហ្វឹកហាត់រាងកាយនៅកន្លែងកាតព្វកិច្ចយោធាហ្នឹងទៅជារឿងល្អនេះគឺជាការបង្កើតនៅទម្លាប់ល្អទៀតហើយទន្ទឹមនឹងខ្ញុំមើលឃើញប្រយោជន៍ដើម្បីជំរាបទៅកាន់យុវជនទាំងអស់គ្នាឲ្យគាត់យល់ឃើញទៅគាត់មិនបាច់បខំគាត់ទេបងបែកបខំគាត់ទេលោកគ្រូគឺគាត់ចូលតែឯងហ្មងយើងមើលឃើញថាយើងនៅតាមបណ្ដាខេត្តឬក៏នៅទីក្រុងយើងមើលឃើញថាមានយុវជនច្រើនមែនទែនដែលគាត់ហៅថាគាត់អត់ដឹងផ្លូវត្រូវដើរគាត់ជាក្មេងទំនើងគាត់អីចឹងទៅអញ្ចឹងនៅពេលណាដែលយកពួកគាត់មកបំពេញកាតព្វកិច្ចយោធាគឺជារឿងល្អដើម្បីហ្វឹកហាត់ពួកគាត់ឲ្យខ្លាចទៅជាធនធានមួយយ៉ាងសំខាន់សម្រាប់ជួយសង្គមជាតិជួយខ្លួនឯងជួយគ្រួសារយើងឲ្យពួកគាត់ទៅរកផ្លូវមួយដ៏ត្រឹមត្រូវនេះគឺជារឿងល្អដែលយើងអាចជួយជាតិបានច្រើនមែនទែនហើយទន្ទឹមនឹងហ្នឹងខ្ញុំមើលឃើញថាអាចថាជាប្រយោជន៍មួយសំខាន់ដែរនៅពេលណាដែលយើងឃើញថាឥឡូវយុវជនដែលជាក្មេងដំណើរហ្នឹងគាត់បរហោះម៉ូតូគាត់ជិះម៉ូតូលឿនៗនៅក្នុងភូមិដោយសារតែខ្ញុំជាយុវជនដែលមកពីខេត្តខ្ញុំរស់នៅតំបន់ដាច់ស្រយាលខ្ញុំឃើញថាចាស់លោកគ្រូគាត់ភ័យនៅពេលដែលគ្មានក្មេងស្ទាវគាត់ភ័យលោកគ្រូគាត់ភ័យមែនទែនថាអាចនឹងជាបង្កជាកង្វល់មួយសម្រាប់ពួកគាត់អញ្ចឹងនៅពេលណាដែលឲ្យពួកគាត់ទៅរៀនសូត្រនៅកាតព្វកិច្ចយោធាអស់ហើយជាហេតុធ្វើឲ្យសង្គមយើងក៏មានសណ្ដាប់ធ្នាប់នៅពេលណាដែលសង្គមយើងមានសណ្ដាប់ធ្នាប់ធ្វើឲ្យអារម្មណ៍ប្រជាជនយើងប្រកបដោយផាសុកភាពមានសុវត្ថិភាពផងដែរហើយខ្ញុំសូមបន្ថែមបន្តទៀតដូចខ្ញុំបាននិយាយអញ្ចឹងដោយសារតែបរិបទយើងកំពុងតែសៀមកំពុងតែខាត់ចិញ្ចឹមចិត្តមហិច្ឆតាយកទឹកដីខ្មែរយើងឲ្យបានលោកគ្រូអានេះគឺជាអ្វីដែលខ្ញុំមើលឃើញតាមរយៈដែលខ្ញុំអានប្រវត្តិសាស្ត្រមកកន្លងមកតាំងពីសៀមនៅក្នុងសម័យអយុធ្យាគឺចិញ្ចឹមចិត្តមហិច្ឆតាធ្វើយ៉ាងណាលេបទឹកដីខ្មែរយើងឲ្យអស់ទៅថ្ងៃអនាគតអញ្ចឹងហើយក្នុងនាមយើងជាកូនខ្មែរក្នុងនាមជាកូនខ្មែរយុវជនខ្មែរបើសិនជាយើងឃើញមហិច្ឆតាសៀមបែបនេះហើយយើងត្រូវតែបណ្ដោះចិត្តមនសិការយើងឲ្យយើងត្រូវតែចូលរួមបំពេញកាតព្វកិច្ចយោធានៅពេលណាដែលយើងចេះបាញ់រំភ្លើងយើងជាកងទ័ពរាងកាយយើងរឹងមាំតើយើងខ្លាចអីទៀតបើសិនជាគេឈៀនពៀនយើងអាចការពារទឹកដីយើងបានយើងកុំខ្លាចថាគេមានប្រជាជនគេ70លានអ្នក80លានអ្នកយើងអត់ខ្លាចទេយើងអត់មានត្រូវអីទៅខ្លាចទេបើសិនជាយើង17លានអ្នកបើសិនជាយើងសាមគ្គីគ្នារួមគ្នាជាកាតព្វកិច្ចយោធារួមគ្នានៅក្នុងការការពារជាតិយើងទៅខ្លាចអីបើគេប៉ុណ្ណាក៏ថាឲ្យយើងចេះស្នេហាជាតិគ្នាយើងនឹងអាចប្រឆាំងទៅនឹងការឈ្លានពានពីបណ្ដាប្រទេសទាំងអស់នឹងបានហើយខ្ញុំសូមបន្ថែមទៀតពាក់ព័ន្ធជាមួយនឹងនេះគឺជារឿងសំខាន់ដោយសារតែចង់បញ្ជាឲ្យយុវជនគ្នាខ្ញុំហ្នឹងឲ្យប្រកួតចាប់អារម្មណ៍ដោយសារតែដើម្បីឲ្យប្រកួតចាប់អារម្មណ៍គឺត្រូវតែបញ្យល់អំពីផលប្រយោជន៍ទៅកាន់ពួកគាត់ក្នុងនាមខ្ញុំជាអ្នកសិក្សាស្រាវជ្រាវមួយរូបក៏ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបខ្ញុំសូមបន្ថែមទៀតចឹងហើយយើងមើលឃើញថានៅពេលណាដែលយើងមានកាតព្វកិច្ចយោធាគឺជារឿងសំខាន់ដើម្បីធ្វើការបង្កើតកម្លាំងមនុស្សនិងកម្លាំងបំរុងនៅពេលដែលមានវិបត្តិនេះគឺជារឿងសំខាន់ដោយដែលខ្ញុំបានលើកឡើងពីដំបូងអញ្ចឹងនៅពេលណាដែលជាតិយើងមានវិបត្តិច្បាស់ណាស់យើងនឹងអាចធ្វើការកេណ្ឌទ័ពបានភ្លាម
នៅពេលដែលមានការឈ្លានពានពីប្រទេសជិតខាងអីជាដើមហើយនៅពេលណាដែលយើងចូលរួមបំពេញកាតព្វកិច្ចយោធាយើងមានកងទ័ពបំរុងគឺយើងអាចនឹងការពារអធិបតេយ្យភាពការពារបូរណភាពទឹកដីមិនតែប៉ុណ្្នឹងទេយើងអាចការពារមនុស្សតែខ្លួនឯងស្រឡាញ់ការពារគ្រួសារការពារសង្គមជាតិយើងបាននេះគឺជារឿងសំខាន់ហើយទន្ទឹមនឹងនោះខ្ញុំមើលឃើញទៅថាបើសិនជាយើងចប់បំពេញកាតព្វកិច្ចយោធាហើយច្បាស់ណាស់យើងនឹងបានសិក្សាជំនាញច្រើនដូចអ្វីដែលលោកគ្រូបានលើកឡើងមកអញ្ចឹងគឺយើងអាចយកជំនាញទាំងអស់ហ្នឹងយកមក apply ជាមួយនឹងជីវភាពយើងប្រចាំថ្ងៃមិនថាស្ថិតនៅក្នុងឧបមាថាយើងស្ថិតនៅក្នុងគណៈពេលដែលយើងហៅថាគ្រោះទឹកជំនន់ឬក៏មានវិបត្តិអីផ្សេងៗគឺយើងមានការហ្វឹកហាត់អញ្ចឹងយើងអាចដោះស្រាយបញ្ហាហ្នឹងបានភ្លាមហើយនេះគឺជាអ្វីដែលខ្ញុំមើលឃើញពាក់ព័ន្ធជាមួយចំណុចទាំងអស់ហ្នឹងហើយទន្ទឹមនឹងហ្នឹងទៅទៀតយើងត្រូវយល់ផងដែរថាតាមរយៈទ្រឹស្ដីរបស់អ្នកប្រាជ្ញច្រើនគាត់បានលើកឡើងហើយថាកងទ័ពដែលល្អបំផុតគឺជាកងទ័ពដែលកើតចេញពីប្រជាជនខ្លួនឯងអញ្ចឹងនៅពេលណាដែលយើងដែលប្រជាជនយើងស្រឡាញ់ការបំពេញកាតព្វកិច្ចយោធានោះនឹងអាចការពារជាតិរបស់យើងបានបើមិនយើងឃើញថាប្រទេសខ្លះគាត់នៅតែពឹងផ្អែកទៅលើការការពារយោធាពីខាងក្រៅអញ្ចឹងនៅពេលណាដែលគាត់ពឹងផ្អែកបែបនេះវាមិនមែនជាកត្តាមួយល្អទេព្រោះអីកងទ័ពគេប្រទេសគេខាងក្រៅគេមិននឹងអាចស្រឡាញ់ជាតិយើងដូចជនជាតិយើងស្រឡាញ់ជាតិយើងខ្លួនឯងនេះគឺជារឿងសំខាន់អញ្ចឹងតាមរយៈទស្សនវិជ្ជាអ្នកប្រាជ្ញច្រើនខ្ញុំមើលឃើញថាគាត់បានគ្រប់គ្រងនៅកាតព្វកិច្ចយោធាក៏ប៉ុន្តែគាត់ថាទស្សនវិជ្ជាគាត់មិនមែននិយាយទាំងស្រុងទេប៉ុន្តែខ្ញុំអាចស្រង់នៅក្បាច់ចំណុចសំខាន់ជាច្រើនពាក់ព័ន្ធជាមួយនឹងទស្សនវិជ្ជារបស់គាត់គ្រប់គ្រងនៅកាតព្វកិច្ចយោធាហើយខ្ញុំសូមលើកទស្សនវិជ្ជាមួយចំនួនទៀតដើម្បីគ្រប់គ្រងទៅលើថាយុវជនយើងត្រូវតែចូលរួមអំពីកាតព្វកិច្ចយោធាយើងមើលឃើញថាយើងក្នុងនាមជាយុវជនយើងត្រូវមើលឃើញថានៅពេលណាដែលយើងស្ថិតនៅក្នុងជ្រោះមរណៈដែលយើងកំពុងតែស្ថិតនៅក្នុងការឈានពានបើសិនជាយើងឃើញអំពីប្រទេសយើងចិត្តនឹងហៅថាអាចនឹងបាត់បង់អញ្ចឹងហើយគឺយើងត្រូវតែចូលរួមពុះពៀគ្រប់ឧបសគ្គបែបយ៉ាងដើម្បីការពារអធិបតេយ្យភាពជាតិរបស់យើងហើយទន្ទឹមនឹងខ្ញុំមើលឃើញថានៅក្នុងសង្គ្រាមលោកលើកទី2ដែលខ្ញុំបានទំដកស្រង់ពីយុគមិញខ្ញុំបានមើលឃើញថាអាល្លឺម៉ង់វាយរុស្ស៊ីទៅដល់តំបន់មួយជាប់ទីក្រុងម៉ូស្គូដែលខ្ញុំមើលឃើញទៅអញ្ចឹងពេលនោះនៅពេលដែលដល់ហើយជុតគាត់ថាជុតដល់ក្រុងម៉ូស្គូហើយជនជាតិរុស្ស៊ីទាំងអស់មិនថាប្រុសមិនថាស្រីប្រុសចូលយោធាស្រីគឺដឹកជញ្ជូនអាវុធទៅឲ្យបរិសុទ្ធនៅពេលណាដែលគាត់សាមគ្គីគ្នាបែបនេះរហូតដល់អាចវាយកងទ័ពអាល្លឺម៉ង់ចេញពីទឹកដីរុស្ស៊ីបានគឺដោយសារតែយើងរួមគ្នានៅប្រុសចូលយោធាស្ត្រីដឹកជញ្ជូនគ្រប់នេះគឺជារឿងមួយដែលយើងអាចរៀនសូត្រអំពីប្រវត្តិសាស្ត្រសង្គ្រាមលោកលើកទី2ពាក់ព័ន្ធមួយរុស្ស៊ីអាចបណ្ដេញកងទ័ពអាល្លឺម៉ង់ចេញបានណាដោយសារយើងចូលរួមសាមគ្គីគ្នានេះគឺជារឿងសំខាន់ហើយទន្ទឹមនឹងនឹងទៅទៀតខ្ញុំមើលឃើញពាក់ព័ន្ធជាមួយនឹងទស្សនវិជ្ជារបស់អ្នកប្រាជ្ញមួយឈ្មោះថា Frederick Russell គាត់បានលើកឡើងពាក់ព័ន្ធជាមួយនឹងថារដ្ឋគឺជាសភាវៈមានជីវិតអញ្ចឹងរដ្ឋសភាវៈជាសភាវៈមានជីវិតគឺគាត់ត្រូវតែស៊ីចំណីឯងអញ្ចឹងរដ្ឋធំត្រូវតែស៊ីរដ្ឋតូចអញ្ចឹងនៅពេលណាដែលរដ្ឋតូចកំពុងតែទទួលការគម្រាមកំហែងអំពីរដ្ឋធំអញ្ចឹងរដ្ឋតូចត្រូវតែពង្រឹងសមត្ថភាពដើម្បីអាចពង្រឹងសមត្ថភាពបានគឺសុទ្ធតែការចេញអំពីយុវជនយើងដែលជាកោសិការបស់សង្គមនៅពេលណាដែលយើងជាកោសិការបស់សង្គមចូលរួមជួយជាតិតាមរយៈការបំពេញកាតព្វកិច្ចយោធាតាមរយៈការចូលរួមសកម្មភាពផ្សេងៗរបស់ជាតិយើងនោះយើងនឹងអាចការពារប្រទេសជាតិយើងអំពីការរំលោភបំពានទៅលើពីរដ្ឋធំបានផងដែរហើយនេះគឺជាអ្វីដែលខ្ញុំមើលឃើញហើយសូម្បីតែតាមរយៈរឿងអសរសជាច្រើនបានលើកឡើងហើយថាតាំងពីរឿងដៃជោយ៉តតាំងពីរឿងបបាពញ្ញាញាតគាត់កេណ្ឌកងទ័ពដើម្បីដេញសត្រូវឈានពានពីកម្ពុជានៅក្នុងសម័យអង្គរគឺសិទ្ធិការចេញអំពីប្រជាជនចូលរួមជាមួយនឹងស្ដេចដើម្បីធ្វើការការពារដេញកងទ័ពសៀមចេញពីក្រុងអង្គរគឺការចេញអំពីយុប្រជាជនចូលរួមនៅក្នុងការកាយកងទ័ពបាទនេះគឺជារឿងអ្វីខ្ញុំអរគុណរិទ្ធជាចុងក្រោយមិញនេះថារិទ្ធនិយាយទៅហាក់បីដូចជាសារជួយទៅដល់យុវជនផ្សេងទៀតដើម្បីចូលរួមក្នុងការអនុវត្តនៅកាតព្វកិច្ចយោធានេះចង់បានសារពីលោកបណ្ឌិតតែម្ដងជាពិសេសគឺជាសាស្ត្រាចារ្យមួយរូបផងលោកបណ្ឌិតមានសារអ្វីទៅដល់យុវជនក្នុងការឲ្យគាត់ក្លាហានក្នុងការចូលរួមក្នុងការបំពេញកាតព្វកិច្ចយោធាដែលនឹងអនុវត្តនៅពេលខាងមុខនេះបាទដែលលោកបណ្ឌិតបាទចំពោះ
យុវជនអ្នកបន្តវេនទាំងអស់បើកលេចទៅក្រោយយើងដឹងថាប្រទេសយើងធ្លាប់ជាប្រទេសខ្លាំងធ្លាប់ជាប្រទេសធំដោយសារភាពខ្លាំងភាពឧត្តមឧត្តមរបស់ប្រទេសយើងហ្នឹងហើយត្រូវគេរូបរឹតគេឆក់គេប្លន់ដើម្បីយកទៅកសាងប្រទេសគេការបែកបាក់របស់យើងគឺជាការបើកឱកាសឲ្យខ្មាំងសត្រូវហេតុដូច្នេះយើងមើលឃើញបុព្វបុរសយើងដើម្បីការពារជាតិឲ្យនៅសល់កម្ពុជារដ្ឋណាប្រទេសកម្ពុជាបច្ចុប្បន្ននេះគឺគាត់យកឈាមរបស់គាត់យកទៅក្រាលលើផែនដីណាតតាំងប្រយុទ្ធហេតុដូច្នេះដើម្បីនិរន្តរភាពនៃកម្ពុជាទៅមុខទៀតក្នុងនាមជាយុវជនយើងត្រូវតែតបស្នងសងគុណនៅវីរភាពរបស់បុព្វបុរសដែលបានបន្សល់ទុកឲ្យយើងនៅមរតកមាតុភូមិដ៏ស្រស់បំព្រងនេះកុំឲ្យបាត់បង់ដូច្នេះកាតព្វកិច្ចយោធាមិនមានអ្វីដែលគួរឲ្យខ្លាចទេកាតព្វកិច្ចយោធាផ្ទុយទៅវិញគឺជាការផ្ដល់ឱកាសឲ្យយើងមានឱកាសដើម្បីចូលរួមការពារជាតិហើយអ្វីដែលខ្ញុំចង់បានបំផុតកាតព្វកិច្ចយោធាខ្លាយទៅជាច្បាប់របស់រដ្ឋទៅហើយគឺមិនមែនសម្រាប់បុគ្គលណាមួយទេគឺសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នាហើយខ្ញុំចង់ឃើញថាការអនុវត្តកាតព្វកិច្ចយោធាគឺធ្វើទៅស្មើគ្នាក្នុងនាមជាពលរដ្ឋដ៏ស៊ីវិល័យមួយណានៅលើសកលលោកមិនមែនសម្រាប់តែកូនអ្នកក្រកូនអ្នកមានត្រូវតែធ្វើត្រូវតែរឹងមាំទាំងអស់គ្នាទាំងស្រីទាំងប្រុសដើម្បីមាតុភូមិកម្ពុជាជាទីស្នេហារបស់យើងបាទសូមអរគុណលោកមនិតដែលបានចំណាយពេលវេលាសូមអរគុណថារដ្ឋដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកម្មវិធីវេទិកាអ្នកជំនាញនៅក្នុងសប្តាហ៍នេះបាទលោកនាងទៅបានទស្សនាវេទិកាអ្នកជំនាញដែលខ្ញុំបានជួបជាមួយនឹងយុវជនក៏ដូចជាសាស្ត្រាចារ្យក៏ដូចជាអ្នកប្រវត្តិសាស្ត្រមួយរូបទាក់ទងជាមួយនឹងច្បាប់ស្តីពីកាតព្វកិច្ចយោធានិងអនុក្រឹត្យអំពីការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាដែលនឹងចាប់ផ្ដើមនៅពេលខាងមុខនៅឆ្នាំ2027នេះនឹងចាប់ផ្ដើមអនុវត្តជ្រើសរើសយុវជនចូលរួមក្នុងកាតព្វកិច្ចយោធាហើយលោកបណ្ឌិតបានជំរុញឲ្យយុវជនមានភាពក្លាហានក្នុងការចូលរួមជាមួយនឹងការអនុវត្តនៅច្បាប់នេះព្រោះថាប្រទេសកម្ពុជាយើងគឺឆ្លងកាត់នឹងការលំបាកជាច្រើនហើយការចូលរួមបន្តទៀតរបស់យុវជនក្នុងការកសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើនរុងរឿងទៅមុខទៀតបាទអរគុណលោកនាងដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ខ្ញុំនឹងវាគ្មិនទាំងពីររូបសូមអរគុណសូមជម្រាបលា